តើបុណ្យស្ថិតនៅក្នុងចិត្តដូចម្តេចដើម្បីឲ្យយើងស្គាល់ច្បាស់ថាបុណ្យនៅក្នុងចិត្តដូចម្តេចទាល់តែយើងដឹងច្បាស់ថាបុណ្យមានរូបរាងឬលក្ខណៈដូចម្តេចសិនដូច្នេះពាក្យថាបុណ្យជាភាសាសំស្ក្រឹតភាសាបាលីថាបញ្ញៈមកពីបាលីពេញថាអត្តនោសន្តានំពុណាតិសោថេតៃតិបញ្ញੰប្រែជាភាសាខ្មែរថាធម្មជាតិណាដែលជំរះសម្អាតសន្តានចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធផូរផង់គឺស្អាតប្រាចាកមន្ទិលដែលធ្វើឲ្យចិត្តសៅហ្មងមានលោភៈទោសៈមោហៈជាដើមដូច្នេះយើងអាចសង្ខេបហៅខ្លីបានថាបុណ្យឬកុសលឬចិត្តល្អក៏បានបុណ្យឬកុសលឬចិត្តល្អជានាមធម៌ដែលយើងមិនអាចមើលឃើញដោយភ្នែកស្ដាប់ឮដោយត្រចៀកធំក្លិនដោយច្រមុះដឹងរសដោយអណ្ដាតស្ទាបប៉ះដោយដៃដូច្នេះតើយើងអាចទិញឬលក់ឬដោះដូរទៅនឹងវត្ថុអ្វីមួយផ្សេងទៀតបានដោយវិធីដូចម្តេចពាក្យថាចិត្តជាភាសាសំស្ក្រឹតភាសាបាលីថាចិត្តមកពីបាលីពេញថាអារមណੰចិន្ទេតៃតិចិត្តតាំងប្រែជាភាសាខ្មែរថាធម្មជាតិណារមែងគិតគឺដឹងនៅអារម្មណ៍ធម្មជាតិនោះឈ្មោះថាចិត្តដូច្នេះចិត្តក៏ជានាមធម៌ដែលយើងមិនអាចមើលឃើញស្ដាប់ឮធំក្លិនដឹងរសស្ទាបប៉ះនឹងមិនអាចទិញឬលក់ឬដោះដូរទៅនឹងវត្ថុអ្វីមួយផ្សេងទៀតបានដូចបុណ្យដែរយើងអាចសង្ខេបហៅខ្លីបានថាចិត្តឬវិញ្ញាណក៏បានពីព្រោះជាធម្មជាតិដឹងនៅអារម្មណ៍សរុបសេចក្តីមកបុណ្យគឺចិត្តល្អឯចិត្តគឺធម្មជាតិដឹងនៅអារម្មណ៍ចុះតើចិត្តស្ថិតនៅត្រង់ណានៃរាងកាយតើចិត្តដឹងនៅអារម្មណ៍ដោយវិធីដូចម្តេចអ្នកវិទ្យាសាស្ត្រថាចិត្តឬវិញ្ញាណស្ថិតនៅក្នុងខួរក្បាលចំណែកការយល់ឃើញរបស់មនុស្សសម័យបុរាណថាចិត្តឬវិញ្ញាណស្ថិតនៅក្នុងបេះដូងហត្ថយវត្ថុប៉ុន្តែបើយើងសិក្សាតាមទស្សនកម្មផលឲ្យបានល្អិតល្អន់វិញចិត្តឬវិញ្ញាណមិនស្ថិតនៅត្រង់ណាមួយជាប់ពិតប្រាកដនោះទេគឺវាបន្លាស់ទីយ៉ាងលឿនរហ័សបំផុតពីវត្ថុដែលជាទីអាស្រ័យរបស់វាពីមួយទៅទីអាស្រ័យមួយទៀតប៉ុណ្ណោះវត្ថុដែលជាទីអាស្រ័យរបស់ចិត្តមាន6កន្លែងគឺ1ចក្ខុវត្ថុទីអាស្រ័យរបស់ចិត្តក្នុងភ្នែកហៅថាចក្ខុវិញ្ញាណគឺចិត្តដឹងរូបារម្មណ៍ឬឃើញរូបតាមភ្នែក2សោតវត្ថុទីអាស្រ័យរបស់ចិត្តក្នុងត្រចៀកហៅថាសោតវិញ្ញាណគឺចិត្តដឹងសត្វទីអារម្មណ៍ឬឮសំឡេងតាមត្រចៀក3ឃានវត្ថុទីអាស្រ័យរបស់ចិត្តក្នុងច្រមុះហៅថាឃានវិញ្ញាណគឺចិត្តដឹងគន្ធារម្មណ៍ឬធំក្លិនតាមច្រមុះ4ជីវហាវត្ថុទីអាស្រ័យរបស់ចិត្តក្នុងអណ្ដាតហៅថាជីវហាវិញ្ញាណគឺដឹងរក្សាអារម្មណ៍ឬដឹងរសជាតិអាហារតាមអណ្ដាត5កាយវត្ថុទីអាស្រ័យរបស់ចិត្តក្នុងកាយហៅថាកាយវិញ្ញាណគឺដឹងផោតដ្ឋារម្មណ៍ឬដឹងនៅវត្ថុអ្វីមួយប៉ះពាល់តាមកាយនិង6ហត្ថយវត្ថុទីអាស្រ័យរបស់ចិត្តក្នុងហត្ថយៈឬបេះដូងហៅថាមโนវិញ្ញាណគឺដឹងធម្មអារម្មណ៍ឬដឹងរឿងរ៉ាវផ្សេងត្រង់ចំណុចនេះហើយ
ដែលមនុស្សសម័យបុរាណគាត់យល់ឃើញថាចិត្តនៅក្នុងបេះដូងនោះឯងដូច្នេះតាមទស្សនកម្មផលចិត្តជាធម្មជាតិមានធម្មពលមួយមិនស្ថិតនៅក្នុងវត្ថុណាមួយនៃវត្ថុទាំង6នេះជាប់លាប់នោះទេគឺវាតែងតែបន្លាស់ទីយ៉ាងឆាប់រហ័សបំផុតពីវត្ថុមួយទៅវត្ថុមួយទៀតតាមហេតុបច្ច័យកើតមានឡើងគ្រប់គ្រាន់ចូលពិចារណាបើចិត្តស្ថិតនៅក្នុងបេះដូងមែនម្លេះសំអ្នកដូរបេះដូងនឹងត្រូវដូរចិត្តរបស់ខ្លួនដែរហើយមិនមែនចិត្តរបស់គាត់នៅតែជាចិត្តរបស់គាត់ដដែលនោះទេចុះតើចិត្តដឹងនៅអារម្មណ៍ដោយវិធីដូចម្តេចពាក្យថាអារម្មណ៍នៅក្នុងទស្សនកម្មផលមានន័យថាគ្រឿងតោងរបស់ចិត្តឬគ្រឿងស្រោបទាញរបស់ចិត្តមាន6ប្រភេទគឺរូបអារម្មណ៍គ្រឿងតោងរបស់ចិត្តគឺរូបឃើញតាមភ្នែក2សត្ទារម្មណ៍គ្រឿងតោងរបស់ចិត្តគឺសំឡេងឮតាមត្រចៀក3គន្ធារម្មណ៍គ្រឿងតោងរបស់ចិត្តគឺក្លិនតាមច្រមុះ4រក្សាអារម្មណ៍គ្រឿងតោងរបស់ចិត្តគឺរសជាតិអាហារតាមអណ្ដាត5ផោតថព្វារម្មណ៍គ្រឿងតោងរបស់ចិត្តគឺអ្វីប៉ះពាល់តាមសារពាង្គកាយ6ធម្មារម្មណ៍គ្រឿងតោងរបស់ចិត្តគឺរឿងរ៉ាវទាំងពួងតាមហត្ថយៈយើងបានដឹងទាំងអស់គ្នាហើយនៅទីអាស្រ័យទាំង6របស់ចិត្តដូច្នេះចិត្តឬចក្ខុវិញ្ញាណឃើញរូបដឹងរូបារម្មណ៍នៅពេលដែល1មានភ្នែកចក្ខុប្រសាទនៅល្អ2មានរូបារម្មណ៍នៅក្នុងគន្លងភ្នែក3មានពន្លឺច្បាស់ល្អ4មានមនសិការៈការយកចិត្តទុកដាក់មើលបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬចក្ខុវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬមើលឃើញអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬសោតវិញ្ញាណឬសំឡេងដឹងសត្យារម្មណ៍នៅពេលដែល1មានត្រចៀកសោតប្រសាទនៅល្អ2មានសំឡេងសត្យារម្មណ៍កើតឡើង3មានអាកាសចន្លោះឬប្រហោងដែលអាចឲ្យរលកសំឡេងប៉ះក្រដាសត្រចៀកបាន4មានមនសិការៈការយកចិត្តទុកដាក់ស្ដាប់បើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬសោតវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬស្ដាប់ឮអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬឃានវិញ្ញាណធំក្លិនដឹងគន្ធារម្មណ៍នៅពេលដែល1មានច្រមុះឃានអ្នកប្រសាទនៅល្អគឺមិនស្ទះដោយសម្បោរឬដោយសារសាច់ច្រមុះដុះឬដោយសារមានជំងឺ2មានក្លិនគន្ធារម្មណ៍ភាយឬជះក្លិនមកប៉ះ3មានវាយោខ្យល់បក់មកប៉ះ4មានមនសិការៈការយកចិត្តទុកដាក់ស្រូបក្លិនបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬឃានវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬធំក្លិនអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬជីវហាវិញ្ញាណដឹងរសជាតិដឹងរក្សាអារម្មណ៍នៅពេលដែល1មានអណ្ដាតជីវហាប្រសាទនៅល្អគឺមិនរលាកនិងមិនមានជំងឺ2មានរសជាតិអាហាររក្សាអារម្មណ៍ប៉ះអណ្ដាត3មានអបោទឹកដើម្បីផ្សើមអាហារជ្រាបលើអណ្ដាត4មានមនសិការៈការយកចិត្តទុកដាក់ស្រូបរសជាតិអាហារបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬជីវហាវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬដឹងរសជាតិអាហារអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬកាយវិញ្ញាណដឹងការប៉ះពាល់ដឹងថោថព្វារម្មណ៍នៅពេលដែល1មានកាយប្រសាទនៅល្អ
គឺមិនមានជំងឺ2មានការប៉ះពាល់វត្ថុផោតថព្យារម្មណ៍លើកាយ3មានបឋវីរឹងទន់ស្រួចទាលប៉ះត្រូវកាយ4មានមនសិការៈការយកចិត្តទុកដាក់លើវត្ថុប៉ះកាយបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬកាយវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬដឹងការប៉ះពាល់វត្ថុអ្វីមួយបានច្បាស់លាស់នោះទេចិត្តឬមโนវិញ្ញាណដឹងរឿងរ៉ាវដឹងធម្មអារម្មណ៍នៅពេលដែល1មានចិត្តមโน2មានធម្មអារម្មណ៍រឿងរ៉ាវផ្សេង3មានហត្ថយវត្ថុបេះដូង4មានមនសិការៈការយកចិត្តទុកដាក់លើធម្មអារម្មណ៍ផ្សេងបើខ្វះលក្ខណៈណាមួយនៃលក្ខណៈទាំង4នេះចិត្តឬមโนវិញ្ញាណមិនអាចដឹងនៅអារម្មណ៍ឬដឹងធម្មអារម្មណ៍រឿងរ៉ាវផ្សេងអ្វីមួយបានច្បាស់លាស់នោះទេបុណ្យជាធម្មជាតិមួយដែលជំរះសម្អាតសន្តានចិត្តរបស់យើងឲ្យស្អាតបរិសុទ្ធផូរផង់ប្រៀបដូចជាសាច់ជូរសម្រាប់កូរទឹកកកល្អក់កិលេសឲ្យថ្លាស្អាតអស់កិលេសរីឯចិត្តគឺធម្មជាតិដឹងនៅអារម្មណ៍ល្អកុសលារម្មណ៍និងអារម្មណ៍អាក្រក់អកុសលារម្មណ៍ដូច្នេះបើចិត្តត្រូវបានអារម្មណ៍ល្អតោងជាប់ចិត្តមុនវាជាបច្ច័យឲ្យកុសលចេតនាឬបុណ្យកើតឡើងនៅពេលដែលកុសលចេតនាកើតឡើងនៅក្នុងចិត្តនេះហើយឈ្មោះថាបុណ្យស្ថិតនៅក្នុងចិត្តនោះឯងពីព្រោះកុសលចេតនារារាំងនឹងកម្ចាត់អកុសលចេតនាឬបាបមិនឲ្យកើតមានឡើងនៅក្នុងសន្តានចិត្តរបស់យើងបានឧទាហរណ៍បុណ្យសម្រេចដោយការយល់ឃើញត្រង់ត្រឹមត្រូវតាមហេតុផលទិដ្ឋុជុកម្មនិយៈបុណ្យមួយនេះមករារាំងការយល់ឃើញខុសមិនឲ្យកើតមានឡើងនិងកម្ចាត់ចោលបើមានកើតឡើងហើយដូច្នេះបើបុណ្យនេះស្ថិតនៅក្នុងចិត្តគឺជួយយើងក្នុងការរក្សាការយល់ឃើញត្រង់ត្រឹមត្រូវតាមហេតុផលជាហេតុមិនឲ្យយល់ឃើញខុសកើតមានឡើងផងនិងមិនជឿខុសផងហើយបុណ្យមួយនេះមានសារៈសំខាន់លើបុណ្យដទៃទៀតពីព្រោះបើបុណ្យមួយនេះមិនកើតឡើងទេបុណ្យទាំងឡាយដទៃទៀតក៏មិនអាចកើតឡើងបានល្អដែរសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល